សិលមិញនេះខ្ញុំសប្បាយចិត្តមែនតើនៅពេលដែលខ្ញុំប៉ុសវីដេអូមួយដែលនិយាយពី10គំនិតនៅក្នុងការដែលយើងអាចបង្កើតលុយសម្រាប់បងស្ត្រីមេផ្ទះដែលគាត់នៅផ្ទះហើយគាត់ចង់បង្កើតចំណូលបន្ថែមពី$700ទៅ$1,500ក្នុងមួយខែគឺគាត់អាចធ្វើវិធីងាយៗបានចាអញ្ចឹងខ្ញុំទទួលបានការខមមិនច្រើនក៏ដូចជានៅក្នុងការដែលគាត់នឹងឆាតមកច្រើនខ្លាំងមែនតើគាត់ឆាតមកច្រើនខ្លាំងមែនតើគាត់សួរខ្ញុំថាចេះបងបើសិនជាខ្ញុំអត់ចេះធ្វើអាហារពេលព្រឹកខ្ញុំចាប់អារម្មណ៍លើអាហារពេលព្រឹកចំណុចទី1បងគឺធ្វើអាហារពេលព្រឹកមានបាយស៊ុបបាយសាច់ជ្រូកបាយសាច់ជ្រូកបាយសាច់មាន់ឬក៏បាញ់ស៊ុងឬក៏សាឡាត់អីចឹងសាឡាត់ជាប្រភេទសាឡាត់បាអញ្ចឹងគាត់សួរខ្ញុំថាតើគាត់អត់ចេះធ្វើអញ្ចឹងតើគាត់អាចលក់បានអត់ព្រោះអ្នកខ្លះគាត់ថាបើសិនជាមាននៅទីតាំងស្រាប់អីស្រាប់ហើយយើងគាត់ដាក់លក់ទៅគេមកទិញមកគឺជាចំណូលរបស់គាត់អីចឹងណាខ្ញុំសូមចែករំលែកតទៅជាមួយនឹងការសម័យបច្ចុប្បន្នណាបងមិនបាច់ចាំតែបងចេះធ្វើឯងគឺបងអាចទិញតពីគេបានដំបូងបំផុតគឺបងត្រូវស្វែងរក supplier សិនថាអ្នកណាដែលគាត់មានជំនាញនៅក្នុងការធ្វើហើយគឺគាត់មានបោះដុំឧទាហរណ៍ថាបងយកមកលក់បន្ត$6,000ក្នុងមួយប្រអប់សម្រាប់បាយសម្រាប់សាឡាត់សម្រាប់អីចឹងណាបងទិញលក់$6,000បងអាចឧទាហរណ៍ថាទិញចូល$3,500ទៅ$4,000 let's say ថា$4,000ចុះអញ្ចឹងក្នុងមួយប្រអប់បងចំណេញបាន$2,000ចា5កាក់អញ្ចឹងបើសិនជាក្នុងមួយថ្ងៃបងចំប្លង់ចំទីតាំងមកបាយលក់បាន100ប្រអប់គឺបងបាន$50ចំណេញបាត់ហើយចាអញ្ចឹងមានន័យថាបើសិនជានេះគឺជាចំណូលសំទោសមិនមែនចំណេញទេចំណូលអញ្ចឹងចំណូលរបស់បងបើសិនជាបងលក់បាន100ប្រអប់គឺបងបាន$50ក្នុងមួយថ្ងៃបាត់ហើយអញ្ចឹង$50គុណជាមួយនឹង30ថ្ងៃគឺបងបាន$1,500ក្នុងមួយខែចា$1,500ឧទាហរណ៍តើបងជួលតូបគេកន្លែងហ្នឹង200ចុះឧទាហរណ៍អញ្ចឹងបងដក200នឹងចេញទៅនៅសល់$1,300អញ្ចឹងឧទាហរណ៍បងដាក់បុគ្គលិកលក់ឈរលក់នៅហ្នឹងមួយខែ200ទៀតចុះអញ្ចឹងមានថាដក200ជាងទៅនៅសល់$1,100ចាអញ្ចឹង$1,100ហ្នឹងគឺបានថាហ្នឹងគឺបងអត់មានត្រូវការចំណាយផ្សេងទៀតជួនកាលអាចថាអូខេថ្លៃសន្តិសុខឬក៏ថ្លៃអីនៅកន្លែងហ្នឹងថាតាមហ្នឹងគេទា$10អីចឹងទៅឧទាហរណ៍ណាចឹងយើងជូនគាត់$10ចុះអញ្ចឹងក៏បងនៅសល់$1,000ដែរអាហ្នឹងមានន័យថាបងលក់តែអាហារពេលព្រឹកណាអត់មានរាប់បញ្ចូលនឹងកាហ្វេហ្វីនកាហ្វេអីបងលក់នៅតាមហ្នឹងអត់ទេអញ្ចឹងអានេះគឺវិធីងាយប៉ុន្តែបើបងថាអត់ទេខ្ញុំអត់ចង់ទិញពីគេចំណេញតិចណាខ្ញុំចង់ធ្វើខ្លួនឯងបានតែបងអាចទៅរៀននៅវគ្គខ្លីវគ្គធ្វើម្ហូបច្រើនណាបងអាចរៀនវគ្គខ្លីមកឧទាហរណ៍ថារៀនម្ដងអស់50-100អញ្ចឹងបងរៀនចុះអាហ្នឹងគឺមិនមែនជាការចំណាយទេវាគឺជាការវិនិយោគអញ្ចឹងបងអាចវិនិយោគ$100ហ្នឹងបងអាចរកចំណូលជាប្រចាំថ្ងៃប្រចាំខែបានចាអញ្ចឹងអាហ្នឹងក្នុងករណីបងអត់ចង់ទិញតពីគេអញ្ចឹងបងអាចទៅរៀនធ្វើម្ហូបហើយបងចាប់ដើមធ្វើ checklist មកមុននឹងនេះខ្ញុំប្រាប់ឲ្យធ្វើគេខ្លះខ្ញុំទៅទិញចានទិញឆ្នាំងទៅទិញប្រអប់ធ្វើអីបងត្រូវធ្វើជា planning សម្រាប់ដែលយើងបើកអាជីវកម្មមួយហ្នឹងតែអ្វីដែលសំខាន់គឺបងត្រូវស្គាល់ខ្លួនឯងសិនថាខ្លួនឯងចង់ធ្វើអីស្រឡាញ់គេទាំង10ចំណុចដែលខ្ញុំបាន list down មិនមែនតែ10ទេក៏ពិតមានច្រើនជាងនឹងទៀតចាំខ្ញុំនឹងតនេបន្តិចខ្ញុំនឹងធ្វើវីដេអូផុសនៅគំនិតដើម្បីឲ្យបងទាំងអស់គ្នាអ្នកដែលគាត់មានជំនាញហ្នឹងគឺគាត់អាចយកជួនកាលគាត់យកមកមើលទៅអូជំនាញនេះខ្ញុំត្រូវតាអូជំនាញនេះខ្ញុំត្រូវអូខ្ញុំស្រឡាញ់សត្វស្រាប់ខ្ញុំអាចធ្វើលក្ខណៈ pet serviceប្រចាំនៅផ្ទះនៅអីចឹងទៅអញ្ចឹងវាជាចំណុចជាច្រើនដែលបងអាចយកទៅអនុវត្តបានអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូរបស់នាងខ្ញុំអាចចូលរួមចំណែកជូនបងស្ត្រីនៅផ្ទះដែលគាត់ពិតជាមានតម្រូវការគាត់ចង់បានសេរីភាពហិរញ្ញវត្ថុចាអញ្ចឹងកុំភ្លេច Subscribe Channel YouTube របស់នាងខ្ញុំផងចាសូមអរគុណច្រើន